បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការតម្រង់ទិសនៅក្នុងការកាត់តវីដេអូកម្រិតដំបូងដោយប្រើប្រាស់កម្មវិធី Adobe Premiere Pro ចំណុចទី1នេះនិយាយអំពីការតម្រង់ទិស Orientation ចំណុចសំខាន់ដែលអ្នកទាំងអស់គ្នាត្រូវគិតនោះថាតើហេតុអ្វីបានជាអ្នកទាំងអស់គ្នារៀនវគ្គសិក្សានេះរៀនវគ្គកាត់តវីដេអូដោយប្រើប្រាស់កម្មវិធី Adobe Premiereចឹងអ្នកទាំងអស់គ្នាត្រូវដឹងចំណុចទី1ធំបំផុតការងារកម្រិតនៃការកាត់តវីដេអូរបស់យើងគឺយើងធ្វើការងារជាទូទៅចំណុចទី1ការងារទូទៅមានន័យថាយើងជាអ្នកកាត់តវីដេអូគ្រាន់តែបង្ហោះទៅលើបណ្ដាញសង្គមសង្គមមាន TikTok Facebook YouTube អីចឹងទៅហើយនៅក្នុងហ្នឹងគឺយើងអាចរកចំណូលបានតាមរយៈការកាត់តវីដេអូបង្ហោះនៅលើ Facebook YouTube ហើយនិង TikTok នេះគឺល្បីល្បាញខ្លាំងយើងអាចរកចំណូលបានដែរតាមរយៈការប្រម៉ូទផលិតផលអីចឹងទៅវាមិនសូវទូលំទូលាយនៅក្នុងការរកលុយតាម account TikTok ដោយផ្ទាល់ទេប៉ុន្តែយើងមានវិធីសាស្ត្ររកតាមរយៈការប្រម៉ូទផលិតផលតែថ្ងៃក្រោយទៅមិនទៀងទេប្រហែលជាអាចរកលុយដោយផ្ទាល់ដោយ Facebook និង YouTube អញ្ចឹងទៅអូខេហើយចំណុចទី2នៃការសិក្សា Adobe Premiere Pro នេះតើទាំងអស់គ្នាចង់ក្លាយទៅជាអ្នកអាជីពដែរអត់ជាអ្នក professional ដែរអត់ជាអ្នក professional មានន័យថាអ្នកទាំងអស់គ្នានឹងគឺជាអ្នកកាត់តវីដេអូខ្នាតធំដូចជាការកាត់តខ្សែភាពយន្តកាត់តវីដេអូឯកសារធ្វើវីដេអូចម្រៀងនៅផលិតកម្មអីចឹងទៅអានោះជាប្រភេទអ្នកជំនាញបែបអាជីពហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវញែកឲ្យបានច្បាស់នៅក្នុងវគ្គសិក្សានេះគឺខ្ញុំបង្រៀនអ្នកទាំងអស់គ្នាកម្រិតដំបូងទេកម្រិតដំបូងមានន័យថាយើងគ្រាន់តែកាត់តវីដេអូទូទៅទេខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាកន្លែងនេះបន្តិចថាបើអ្នកទាំងអស់គ្នាចង់ក្លាយទៅជាអ្នកអាជីពអ្នកទាំងអស់គ្នាទៅឆ្លងកាត់វគ្គសិក្សាទី1នេះសិនគឺអ្នកទាំងអស់គ្នាធ្វើជាអ្នកកាត់តវីដេអូទូទៅតាមរយៈការសិក្សាជាមួយខ្ញុំនឹងឯងបន្ទាប់ពីធ្វើការតម្រង់ទិសហើយតើអ្នកទាំងអស់គ្នាមករៀននឹងមានគោលដៅអីដែរយើងត្រូវកំណត់គោលឲ្យបានច្បាស់លាស់ការកំណត់គោលឬក៏គោលដៅឲ្យបានច្បាស់លាស់គ្មានអីពិបាកយល់ទេអ្នកទាំងអស់គ្នាមើលតែរូបដុល្លារហ្នឹងទៅបានហើយការដែលយើងរៀនកាត់តវីដេអូលទ្ធផលចុងក្រោយធ្វើម៉េចឲ្យចេញទៅជាដុល្លារមិនថាអ្នកទាំងអស់គ្នារកចំណូលតាមរបៀបណានោះទេអញ្ចឹងនេះខ្ញុំឲ្យឧទាហរណ៍ខ្លះយើងអាចធ្វើជាវីដេអូដំណើរកម្សាន្តយើងផុសទៅលើ YouTube Facebook ទៅយើងអាចបានចំណូលយើងធ្វើវីដេអូមេរៀនចែករំលែកដាក់នៅលើ social media ហ្នឹងទៅក៏បានចំណូលឬក៏យើងធ្វើលក់អីចឹងទៅបាទវីដេអូតុក្កតាធ្វើលក់ឬក៏ធ្វើដាក់លើ YouTube Facebook អីចឹងទៅវីដេអូចម្អិនអាហារវីដេអូផ្សព្វផ្សាយផលិតផលយើងអាចផុសផ្សព្វផ្សាយលក់ផលិតផលខ្លួនឯងឬក៏យើងប្រម៉ូទឲ្យហាងគេក៏យើងបានចំណូលដែរហើយចុចនេះមានរាប់មកអស់ទេចំណុចសំខាន់អ្នកទាំងអស់គ្នាត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់តើអ្នកទាំងអស់គ្នាចង់ធ្វើអីហើយចូលចិត្តធ្វើអីវាមិនមែនមានតែប៉ុណ្្នឹងទេវាអាចមានច្រើនជាងនឹងទៀតអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯងថាតើគោលដៅចុងក្រោយដើម្បីបានដុល្លារនេះតើអ្នកទាំងអស់គ្នាត្រូវធ្វើអីពាក្យពេញនិយមដែលគេឧស្សាហ៍និយាយឥឡូវនេះគឺគេនិយាយថាត្រូវរកខ្លួនឯងឲ្យឃើញអញ្ចឹងសួរខ្លួនឯងបញ្ជាក់ថាខ្លួនឯងចូលចិត្តធ្វើអីចង់ធ្វើអីគេចំណុចមួយទៀតខ្ញុំសូម highlight បន្តទៀតឲ្យអ្នកទាំងអស់គ្នាស្គាល់ថាតើកម្មវិធីកាត់តវីដេអូនឹងវាមានអីខ្លះកម្មវិធីកាត់តវីដេអូយើងបែងចែកចេញជា2កម្រិតកម្មវិធីទី1នេះកម្រិតទី1នេះគឺកម្រិតដំបូងទៅមធ្យមសម្រាប់អ្នក beginner ឬក៏ចង់ upgrade ទៅជា intermediate ជាមធ្យមកម្មវិធីកម្រិតដំបូងឬក៏កម្រិតមធ្យមហ្នឹងគឺវាមានទាំងអស់នេះមាន3 4ហ្នឹងហើយវាមានច្រើនជាងហ្នឹងទៀតតែខ្ញុំមិនដាក់មកទេដោយសារតែឃើញភាគច្រើនគឺគេប្រើប៉ុណ្្នឹងឯងអញ្ចឹងទី1គឺ CapCut គឺពេញនិយមខ្លាំងមែនទែនបច្ចុប្បន្នហ្នឹងដោយសារតែគាត់បានធ្វើការ integrate ជាមួយនឹង TikTok យើងឃើញហើយការកាត់តវីដេអូមាន animation មានអីលះបាទវាលឿនវាងាយស្រួលហើយវាលះវាទាន់សម័យអីចឹងទៅអាហ្នឹងគេប្រើប្រាស់ CapCut នឹងឯង CapCut គេប្រើវានៅលើទូរស័ព្ទក៏បានតឡើងប្រើនៅលើកុំព្យូទ័រក៏បានដែរជាទូទៅគេប្រើវាកាត់តវីដេអូខ្លីៗនឹងឯងអ្នកនរគ្នាចង់កាត់វែងក៏កាត់ទៅមិនអីទេគ្រាន់តែគេពេញនិយមទៅលើវីដេអូខ្លីៗកម្មវិធីទី2នេះគឺកម្មវិធី Wondershare Filmora Wondershare Filmora នេះគឺជាកម្មវិធីដែលខ្ញុំប្រើដំបូងគេបង្អស់នៅអំឡុងឆ្នាំ2012គឺខ្ញុំបានប្រើប្រាស់កម្មវិធី Wondershare Filmora ហ្នឹងមុនគេបង្អស់បន្ទាប់មកខ្ញុំបានធ្វើការ upgrade មកប្រើប្រាស់កម្មវិធី Camtasia នេះរយៈពេលយូរដែរដោយសារតែកម្មវិធីអស់ហ្នឹងពីមុនហ្នឹងគឺយើងមានកម្មវិធីប្រើ free តាមរយៈ file crack អីចឹងទៅតែមកដល់ឥឡូវរៀងពិបាកតិចគឺយើងត្រូវបង់លុយទាំងអស់កម្មវិធី Wondershare Filmora គឺយើងប្រើនៅលើកុំព្យូទ័រយើងអាចកាត់តវីដេអូខ្លីវែងអីក៏បានដែរកម្មវិធី Camtasia Studio យើងអាចប្រើប្រាស់នៅលើកុំព្យូទ័រកាត់តវីដេអូខ្លីក៏បានហើយកម្មវិធីទាំង3ហ្នឹងគឺមុខងាររបស់វាអត់សូវខុសគ្នាទេបាទ Animation Transition អីស្តៀងគ្នាគឺងាយស្រួលនៅក្នុងការប្រើប្រាស់ហើយសម្រាប់អ្នកទើបតែចាប់ផ្ដើមនឹងឯងហើយចុងក្រោយគឺ Canva
Canva មិនមែនជា software ទេគឺវាដំណើរការនៅលើ website គេហៅថាជា web based មានន័យថាយើងអាចបើក website នឹងមកយើងអាចកាត់តវីដេអូនៅលើ website ដោយផ្ទាល់មិនចាំបាច់តឡើងទេហើយ Canva ក៏មាន license របស់គេដែរ Canva យើងកាត់តវីដេអូខ្លីៗហើយវាមានចំណុចពិសេសមួយទៀតអ្នកទាំងអស់គ្នាអាចធ្វើបទបង្ហាញធ្វើ slide ធ្វើអីហ្នឹងតាមរយៈ Canva នឹងបានផងដែរបាទចំណុចទី2កម្មវិធីកម្រិតខ្ពស់ Advanced ឬក៏គេហៅថាកម្រិតអាជីព Professional នៅក្នុងហ្នឹងគឺមានកម្មវិធីចំនួន3ដែលគេពេញនិយមខ្លាំងនៅពេលបច្ចុប្បន្នកម្មវិធីទី1គឺ DaVinci Resolve កម្មវិធី DaVinci Resolve ហ្នឹងវាពេញនិយមខ្លាំងគឺដោយសារតែវាអាចធ្វើការកែពណ៌ឬក៏គេហៅថា color grading ហ្នឹងបានស្អាតមែនទែនបាទងាយៗហើយបានស្អាតយើងមើលទៅ logo របស់វាទៅយល់ហើយ logo របស់វាគឺ colorful នឹងឯងវាក៏ខ្លាំងនៅក្នុងការកាត់តវីដេអូមិនចាញ់កម្មវិធី Adobe Premiere នេះប្រហែលនោះទេបាទវាពេញនិយមខ្លាំងយើងប្រើលើកុំព្យូទ័រកាត់តជាអាជីពហើយចឹងយើងកាត់វែងកាត់ខ្លីអីក៏បានដែរសាច់ចិត្តហើយ animation transition ហ្នឹងយើងអាចយករបស់វាប្រើដោយផ្ទាល់យើងអាចបង្កើតខ្លួនឯងក៏បានដែរហើយ plug in របស់វាគឺសម្បូរបែបហើយកម្មវិធីទី2នេះគឺកម្មវិធី Adobe Premiere វាក៏មានការពេញនិយមដែរវាកម្រិតជំនាញប៉ុន្តែវាមិនពេញនិយមខ្លាំងដូចនេះទេឥឡូវនេះបើពីមុនមានតែ Adobe Premiere នឹងឯងហើយវាប្រើនៅលើកុំព្យូទ័រថ្មីនេះក្រុមហ៊ុន Adobe គឺគេបានធ្វើការ upgrade អាចឲ្យយើងប្រើនៅលើទូរស័ព្ទដៃបានផងដែរយើងចង់កាត់តវីដេអូវែងខ្លីអីក៏បាន animation transition អីយើងអាចបង្កើតខ្លួនឯងហើយនឹងប្រើរបស់វាផ្ទាល់ក៏បានដែរ plug in សម្បូរបែបយើង download ពី website មកយើងយកមកប្រើយកតែម្ដងហើយភាពខ្លាំងរបស់វាគឺមិនចាញ់កម្មវិធី DaVinci ប្រមាណទេវាគ្រាន់ថា DaVinci Resolve គឺគេផ្ដោតទៅលើការកែពណ៌ចំណែកអាមួយនេះគឺផ្ដោតទូទៅទាំងអស់ហើយវាអាចធ្វើការផលិតវីដេអូជាលក្ខណៈឧស្សាហកម្មមានន័យថាវាអាចផលិតវីដេអូ Hollywood ដូចជាការបង្កើតភាពយន្តបង្កើតវីដេអូឯកសារឬក៏ផលិតបទចម្រៀងឲ្យផលិតកម្មអីចឹងទៅបង្កើតបានដូចគ្នាធ្វើ color grading នឹងបានដូចអានេះដែរប៉ុន្តែវាកម្រិតជំនាញតអ្នកខ្លាំងហើយអានេះវាពិសេសត្រង់ថាវាងាយមកគឺយើងងាយយល់យើងងាយធ្វើបានតែនេះរៀងពិបាកបន្តិចហើយចុងក្រោយនេះគឺកម្មវិធី Final Cut Pro នេះគឺបង្កើតឡើងដោយក្រុមហ៊ុន Apple វាប្រើសម្រាប់តែ MacBook តែប៉ុណ្ណោះវា support ជាមួយ MacBook អញ្ចឹងយើងទូទៅមិនបាច់ប្រើទេបើយើងប្រើ Windows មិនបាច់ប្រើវាទេចំណែកពីខាងលើនេះវា support ទាំង Windows ហើយនិង MacBook គឺយើងប្រើបានដូចគ្នាបាទចំណុចទី3កម្មវិធីជំនួយក្នុងការកាត់តវីដេអូហ្នឹងអ្នកទាំងអស់គ្នាត្រូវចេះពីកម្មវិធីទៀតទី1គឺ Adobe After Effects ហើយនិង Photoshop ហ្នឹងគឺខ្វះមិនបានទេ Adobe Photoshop គឺយើងសម្រាប់ធ្វើការកាត់តរូបភាពមានផ្ទៃអត់ផ្ទៃសម្រាប់ទាញបញ្ចូលទៅក្នុងវីដេអូរបស់យើងហ្នឹងមុខងាររបស់វាមានពិសេសច្រើនទៀតប៉ុន្តែខ្ញុំសង្កត់ធ្ងន់ទៅលើការកាត់រូបភាពជាលក្ខណៈអត់ផ្ទៃហើយខ្ញុំនឹងបង្ហាញនៅចុងបញ្ចប់នៃវគ្គសិក្សាកម្មវិធី Adobe After Effects មានមុខងារសំខាន់នៅក្នុងការធ្វើ motion graphic ឬក៏គេហៅថា animation នឹងឯងហើយវាអាចធ្វើការទាញបញ្ចូលទៅប្រើប្រាស់បន្ថែមនៅក្នុងកម្មវិធីដែលយើងកំពុងរៀននេះបានផងដែរបាទអញ្ចឹងនេះគឺជាការតម្រង់ទិសហើយនឹងការណែនាំទូទៅមុននឹងចាប់ផ្ដើមធ្វើការរៀនកម្មវិធី Adobe Premiere Pro នៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបនៃការអនុវត្តការប្រើប្រាស់កម្មវិធី Adobe Premiere Pro នេះជាដំណាក់កាលចាប់ពីពេលយើងបើកកម្មវិធីរហូតដល់ពេលយើងបញ្ចេញជាវីដេអូ